បន្តមកទៀតបាទមានការបណ្ដើរបាល់ចូលទៅក្នុងប្រអប់ដោយកក្កដាហើយទាត់បុកជើងរបស់យូដៃអូហ្កាវ៉ាបាទទៀតចូលទីបើកការនាំមុខ1-0ឲ្យវិសាខាទៅលើព្រះខេមរៈស្វាយរៀងអ្នកគ្រប់គ្រងរបស់វិសាខាបង្ហាញក្តីរីករាយយ៉ាងខ្លាំងសិនកក្កដាក៏បាទអបអរជាមួយពួកគេផងដែរមិនយូរប៉ុន្មានគ្រាប់បាល់ទី2បានកើតឡើងតាមរយៈការតេតបញ្ចូលទីពីបាល់ជ្រុងតេតដោយលឹមពិសុទ្ធហើយ Scott Allardyce ដែលឈរនៅបង្គោលទី2តេតបញ្ចូលទីគ្រាប់បាល់ទី2ត្រឹមពាក់កណ្ដាលវគ្គទី1នៃការប្រកួតការធ្វើបានយ៉ាងល្អបែបនេះបានធ្វើឲ្យអ្នកគ្រប់គ្រងព្រះខេមរៈស្វាយរៀងស្រឡាំងកាំងយ៉ាងណាបាទមានការបាទប៉ុនប៉ងជាច្រើនលើកច្រើនសារពីសំណាក់បាទក្រុមព្រះខេមរៈស្វាយរៀងដើម្បីទាមទាររកគ្រាប់បាល់ត្រឡប់មកវិញត្រង់ចំណុចនេះបាទជាការលោតទាត់មួយទំហឹងតែម្ដងរបស់ពេប្រាខ្វាមេបន្ទាប់ពីការប៉ុនប៉ងរបស់ Patrick Robson បុកនឹងរបាទីឡងត្រឡប់មកវិញពេប្រាខ្វាមេរកបានគ្រាប់តាមពីក្រោយ1-2ឲ្យព្រះខេមរៈស្វាយរៀងបាទបន្តទៅទៀតជាការតេតរបស់ឌីម៉ង់តែបាទអុកសវណ្ណជាអ្នកគៀសឲ្យចេញក្រៅវិញគ្រាប់បាល់មួយនេះបាទត្រូវបានគេបាទលើកឡើងមកផ្សេងគ្នានៅលើបណ្ដាញសង្គមអំពីការសម្រេចឲ្យចូលឬក៏មិនឲ្យចូលនោះបន្តមកទៀតបាទយើងឃើញមានការប្រឹងប្រែងយ៉ាងខ្លាំងពីព្រះខេមរៈស្វាយរៀងហើយឌីម៉ង់ជាថ្មីម្ដងទៀតក៏ត្រូវខ្សែការពាររបស់បាទវិសាខាឃ្លាចេញពីបន្ទាត់ទីការបញ្ជូនឲ្យត្រង់នេះពិតជាល្អដោយសិនកក្កដាមករកលេងណូរ៉ាចលនារបស់ណូរ៉ាពីក្រោយខ្នងខ្សែការពារមិនឲ្យ offside នោះទេបាទនេះគឺជាបាទចង្វាក់ដ៏ល្អនឹងការយល់ចិត្តគ្នារវាងសិនកក្កដាជាមួយនឹងលេងណូរ៉ាដែលជាកីឡាករបម្រុងបដូរចូលបាទបន្តទៀតពេលប្រាខ្វាមេត្រង់នេះប្រើជើងឆ្វេងរបស់ខ្លួនទាត់បញ្ចូលទីតែម្ដងគឺពិតជាបាទគួរឲ្យបាទសរសើរមែនទែនការទាត់ត្រង់នេះរបស់ពេលប្រាខ្វាមេបាទតាមពីក្រោយ2-3បាទពេលវេលាក៏ឈានដល់ការបន្ថែមមកគ្រប់ហើយមុនការបន្ថែមមកគ្រប់ក៏មានការប៉ុនប៉ងច្រើនលើកច្រើនសារការជួយសង្គ្រោះបាល់ល្អជាច្រើនពីអ្នកចាំទីកែវសុកសេឡាបាទនេះគឺជាការប៉ុនប៉ងរបស់ពេលប្រាខ្វាមេមួយលើកទៀតតែក៏ត្រូវសង្គ្រោះបានទៀតការឲ្យត្រង់នេះ Faris Hamouti ព្យាយាមកាត់ថយក្រោយប៉ះជើងរបស់ Jago Danskis ប្រធានក្រុមវិសាខាចូលទីខ្លួនឯងនៅម៉ោងបន្ថែមបង្គ្រប់ចុងក្រោយទៅហើយ90+7កីឡាកររបស់វិសាខាសោកស្ដាយខ្លាំងមែនទែនសម្រាប់បាទការរបូតគ្រាប់បាល់ដែលបាទស្ទើរតែនឹងបាទដល់ពេលវេលានៃការផ្លុំកញ្ចายបញ្ចប់ការប្រកួតទៅហើយបាទក្រុមអ្នកដឹកនាំបាទក៏ដូចជាបាទកីឡាករគឺពិតជារីករាយណាស់ហើយមានការទាត់ពីចម្ងាយរបស់ Takashi Odawara បាទបុកជាមួយនឹងបង្គោលទីបាទទៀតចេញក្រៅផងដែរបាទការតេតបញ្ចូលទីរបស់ពេប្រាខ្វាមេត្រង់នេះគឺធ្វើបានល្អណាស់បាទជាការនាំមុខវិញម្ដងនៅម៉ោងបន្ថែមបាទ15នាទីបាទ15នាទីលើកទី2ការតេតរបស់ពេប្រាខ្វាមេធ្វើឲ្យអ្នកគ្រប់គ្រងប្រកាន់រីស្វាយរៀងគិតថាខ្លួនជាជើងឯកទៅហើយនៅពេលនោះដោយមិនចាំបាច់ឈានដល់ពេណាល់ទីកាត់សេចក្តីនោះទេយ៉ាងណាក៏ដោយបាល់ free kick ត្រង់នេះឆេងមេងចលនាមករកទីតាំងហើយក៏តេតបញ្ចូលទីបានយ៉ាងល្អតាមស្មើ4-4មិនគួរឲ្យជឿការប្រកួតវគ្គផ្ដាច់ព្រាត់ដល់ឈានដល់ម៉ោងបន្ថែម15នាទីលើកទី2ទៅហើយប៉ុន្តែមានគ្រាប់បាល់បញ្ចូលទីគ្នាបន្តទៀតប្រិមិត្តទស្សនិកជនជាទីមេត្រីបាទពិធី